ស្ដេចឥន្ទ្រីដៃ F15 ឡើងដល់36គ្រឿងហើយតើអ៊ីរ៉ង់ទប់ជាប់ឬមិនជាប់តើអ្នកណាជាអ្នកកេះកាយមុនដើម្បីបំផ្ទុះសង្គ្រាមនេះគ្រប់គ្នាទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារខណៈពេលដែលអ្នកខ្លះយល់ថាអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកស្គាល់ថ្នាំខ្លាំងហើយមតិខ្លះទៀតបានលើកឡើងថាអ៊ីរ៉ង់គ្មានមួយផែជាមួយអាមេរិកទេប៉ុន្តែក៏មានអ្នកខ្លះបានចោទជាសំណួរថាមិនដែលត្រាំឃើញហើយឬនៅហ៊ានឬមិនហ៊ានម្ដងនេះគឺឆ្អឹងសុទ្ធមិនងាយស្រួលដូចបកជែកនៅក្នុងប្រទេសវេណេស៊ុយអេឡាទេចុះមតិរបស់អ្នកវិញយល់យ៉ាងណាចំពោះស្ថានភាពដ៏តានតឹងមួយនេះខណៈអាវុធមិនទាន់ផ្ទុះតាំងចិត្តឲ្យស្ងប់រង់ចាំអ៊ុតមើលបន្តសង្គ្រាមមិនទាន់ចប់គុំប្រញាប់រាប់សពទៅហ៊ានស្ថានភាពនៅមជ្ឈិមបូព៌ាចុងក្រោយនេះបានឈានដល់ចំណុចក្តៅចង់ផ្ទុះហើយនៅថ្ងៃទី24ខែមករាឆ្នាំ2026នេះក្រសួងការពារជាតិអាមេរិកបានប្រកាសជាផ្លូវការនៅការបញ្ជូនយន្តហោះចម្បាំងប្រភេទ F-15E បន្ថែមទៀតដែលធ្វើឲ្យចំនួនគឺបានកើនឡើងដល់36គ្រឿងគឺឈរជើងនៅមូលដ្ឋានទ័ពយុទ្ធសាស្ត្រក្បែរនឹងព្រំដែនអ៊ីរ៉ង់នេះមិនមែនគ្រាន់តែជាការហ្វឹកហាត់ធម្មតាទេប៉ុន្តែគឺជាការប្រមានយ៉ាងធ្ងន់ធ្ងរចំពេលដែលទីក្រុងតេអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងស្ថានភាពវឹកវរនៃបាតកម្មផ្ទៃក្នុងនិងការគំរាមកំហែងសងសឹកពីយោធាពីខាងក្រៅយន្តហោះចម្បាំង F-15E Strike Eagle ចំនួន36គ្រឿងគឺជាកម្លាំងវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតដោយយន្តហោះប្រភេទនេះមានសមត្ថភាពនៅក្នុងការផ្ទុកគ្រាប់បែកទម្លុះបេតុងយ៉ាងជ្រៅហើយអាមេរិកអាចធ្វើការប្រើប្រាស់សម្រាប់ធ្វើការកំទេចរោងចក្រនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់បានគ្រប់ពេលវេលាការបង្កើនយន្តហោះរហូតដល់ទៅ3កងពលនេះគឺបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញបញ្ជាក្តៅឲ្យនាវាចម្បាំងដ៏ធំធ្វើដំណើរឆ្ពោះទៅកាន់ឈូងសមុទ្រពាដើម្បីផលប្រយោជន៍អាមេរិកនិងសម្ព័ន្ធមិត្តជាពិសេសអ៊ីស្រាអែលហេតុអ្វីបានជាអាមេរិកបញ្ជូនកងកម្លាំងមកពេលនេះចម្លើយគឺដោយសារតែអ៊ីរ៉ង់កំពុងទន់ខ្សោយពីបញ្ហាផ្ទៃក្នុងរបាយការណ៍សិទ្ធិមនុស្សបានបង្ហាញថាមានមនុស្សប្រមាណជាង 5000 នាក់បានស្លាប់នៅក្នុងការបង្ក្រាបចំពោះការតវ៉ាដ៏សាហាវរីឯប្រព័ន្ធអ៊ីនធឺណិតរបស់អ៊ីរ៉ង់ក៏ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងរដ្ឋាភិបាលកំពុងព្យាយាមនៅក្នុងការប្រើប្រាស់កងកម្លាំងយោធាដើម្បីបង្វែងដានអំពីបញ្ហានៅក្នុងស្រុកដែលបានកើតឡើងជាហានិភ័យនៃសង្គ្រាមនៅក្នុងតំបន់ដែលបានកើនឡើងខ្ពស់នៅក្នុងរយៈពេលជាង20ឆ្នាំចុងក្រោយនេះការបង្ហាញវត្តមាន F-15 ចំនួន36គ្រឿងគឺជាការបិទផ្លូវអ៊ីរ៉ង់មិនឲ្យធ្វើសកម្មភាពយោធាណាមួយទៅលើប្រទេសជិតខាងឬកងទ័ពអាមេរិកឡើយការបង្ហាញវត្តមាន F-15 ទាំង36គ្រឿងគឺជាការបិទផ្លូវមិនឲ្យអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពយោធាណាមួយទៅលើប្រទេសជិតខាងឬកងទ័ពអាមេរិកឡើយទោះបីជាអាមេរិកធ្វើការដាក់ពង្រាយកងកម្លាំងយ៉ាងណាក៏ដោយរុស្ស៊ីនៅតែព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រមានថាការបញ្ជូនយន្តហោះចម្បាំងបន្ថែមរបស់អាមេរិកគឺកាន់តែធ្វើឲ្យស្ថានភាពឆេះកាន់តែខ្លាំងរីឯមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់បានស្បត់ថាសាធារណរដ្ឋអ៊ីស្លាមប្រកាសជាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងនិងវោហារសាស្ត្ររបស់ប្រធានាធិបតីអាមេរិក Donald Trumpឧត្តមសេនីយ៍ Syed Majid Musavi មេបញ្ជាការកងពលអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC បានធ្វើការកត់សម្គាល់នេះនៅខាងក្រៅកិច្ចប្រជុំរបស់អតីតមន្ត្រីជាន់ខ្ពស់និងបច្ចុប្បន្ននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ដែលត្រូវបានធ្វើការកោះប្រជុំនៅក្នុងឱកាសទិវាឆ្មាំជាតិនៅថ្ងៃសុក្រលោកបានមានប្រសាសន៍ថាលោកត្រាំនិយាយច្រើនប៉ុន្តែលោកគួរតែប្រកាសថាលោកនឹងទទួលបានចម្លើយរបស់លោកនៅក្នុងសមរភូមិការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីវោហារសាស្ត្រកាន់តែខ្លាំងឡើងរបស់លោកត្រាំបានគម្រាមកំហែងថាសហរដ្ឋអាមេរិកនឹងងាកទៅរកការឈ្លានពានយោធាជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងករណីដែលប្រធានាធិបតីអាមេរិកហៅថាការតវ៉ាសេដ្ឋកិច្ចមិនទៀងទាត់របស់សាធារណរដ្ឋអ៊ីស្លាមដែលបានចាប់ផ្ដើមនៅចុងខែធ្នូបន្ទាប់ពីពួកគេបានចាប់ផ្ដើមការតវ៉ាត្រូវបានជ្រៀតចូលដោយធាតុផ្សំនៃកុបកម្មដែលមានគោលបំណងនៃការប្លន់ពួកគេឆ្ពោះទៅការញុះញង់បង្កភាពចលាចលកងកម្លាំងស៊ើបការសម្ងាត់របស់អ៊ីរ៉ង់បានបញ្ជាក់ថាពួកគេទទួលបានការស៊ើបការសម្ងាត់អាវុធនិងការគាំទ្រផ្នែកភស្តុភាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលបានជំរុញឲ្យកងកម្លាំងអ៊ីរ៉ង់ចាប់ខ្លួនមេដឹកនាំក្រុមភ្លាមនិងរឹបអូសអាវុធព្រមទាំងអាវុធក៏ត្រូវបានដឹកជញ្ជូនទៅកាន់រដ្ឋធានីនៃទីក្រុងតេអ៊ីរ៉ង់មន្ត្រីអ៊ីរ៉ង់បានសន្យាថានឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសប៉ុន្តែក៏សន្យាថានឹងឈរយ៉ាងរឹងមាំនៅចំពោះមុខកិច្ចខិតខំប្រឹងប្រែងនៅក្នុងការបង្វែរការតវ៉ាពាក់ព័ន្ធទៅនឹងភាពវឹកវរ
យោធានិងមន្ត្រីផ្សេងទៀតបានកើតឡើងមិនដល់2សប្តាហ៍បន្ទាប់ពីលោកបានអះអាងថាផ្នែកអាកាសចរបានសម្របសម្រួលកម្រិតខ្ពស់បំផុតនៃការត្រៀមខ្លួនការពាររបស់ខ្លួនដោយការត្រៀមខ្លួនជាស្រេចដើម្បីកំទេចការឈ្លានពានណាមួយប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមទោះជាយ៉ាងណាក៏ដោយពិភពលោកកំពុងតាមដានមើលថាតើការដាក់ពង្រាយយន្តហោះ F-15 របស់សហរដ្ឋអាមេរិកនេះគឺជាជំហាននៃការវាយប្រហារមុនឬគ្រាន់តែជាការគំរាមកំហែងឲ្យអ៊ីរ៉ង់ថយក្រោយអ្វីដែលច្បាស់នោះគឺសម្ពាធសេដ្ឋកិច្ចនិងយោធាបានធ្វើឲ្យទីក្រុងតេហេរ៉ង់ស្ថិតនៅក្នុងស្ថានភាពទល់ច្រកសរុបមកវត្តមានយន្តហោះចម្បាំង F-15E ចំនួន36គ្រឿងនៅពេលនេះគឺជាការផ្លាស់ប្ដូរតុល្យភាពអំណាចនៅមជ្ឈមបូព៌ាទាំងស្រុងដែលបានធ្វើឡើងសម្រាប់ឆ្នាំ2026ហើយយើងទន្ទឹងរង់ចាំមើលថាតើមានកិច្ចចរចាណាមួយកើតឡើងឬនេះជាសម្រេចនៃសង្គ្រាមពិតប្រាកដនេះបើយោងតាមរយៈការចេញផ្សាយព័ត៌មានយន្តហោះ F-15E ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះរួចហើយទិន្នន័យតាមដានការហោះហើរប្រភពបើកចំហនិងការបង្ហាញព័ត៌មានយោធាអាមេរិកថ្មីបង្ហាញថាយន្តហោះ F-15E ចំនួន3គ្រឿងឥឡូវនេះកំពុងឈរជើងនៅមជ្ឈមបូព៌ាយន្តហោះចម្បាំង F-16 បន្ថែមនិងយន្តហោះវាយប្រហារ A-10 Thunderbolt 2ក៏ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយផងដែរទន្ទឹមនឹងនេះក្រុមនាវាផ្ទុកយន្តហោះវាយប្រហារ USS Abraham Lincoln កំពុងបន្តសកម្មភាពរបស់ខ្លួនឆ្ពោះទៅកាន់តំបន់នេះដែរដោយដកស្រង់ទិន្នន័យតាមដានសមុទ្រនៅថ្ងៃទី20មករាមន្ត្រីអាមេរិកបាននិយាយថាក្រុមនាវាផ្ទុកយន្តហោះបានឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាដោយបិទឧបករណ៍បញ្ជូនសញ្ញារបស់ខ្លួនអ៊ីរ៉ង់បានឆ្លើយតបនាថ្ងៃពុធទី21មករាសប្តាហ៍នេះជាមួយនឹងការប្រមានសងសឹករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយថាការវាយប្រហារថ្មីណាមួយប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវរងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់គណៈសង្កត់ធ្ងន់ថាទីក្រុងតេហេរ៉ង់នៅតែបើកចំហចំពោះការសម្រេចបានកិច្ចព្រមព្រៀងដោយយុត្តិធម៌លោកបានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនចូលរួមជាមួយអ៊ីរ៉ង់ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកពីបញ្ហាការតវ៉ាប្រឆាំងរដ្ឋាភិបាលកន្លងមកនៅក្នុងប្រទេសអ៊ីរ៉ង់ស្ថានភាពហាក់ស្ងប់ស្ងាត់ទៅវិញជាបណ្ដាហើយនៅពេលនេះហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានលើកឡើងថាតួលេខអ្នកស្លាប់ក្នុងការបង្ក្រាបក្នុងការតវ៉ាដ៏ហិង្សាដែលបានចាប់ផ្ដើមតាំងពីចុងខែធ្នូឆ្នាំ2025ហើយបានបន្តចូលមកដល់ប៉ុន្មានសប្តាហ៍ដើមឆ្នាំ2026នេះអ្នកស្លាប់មានត្រឹមតែ3117នាក់ប៉ុណ្ណោះទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយចំនួនអ្នកស្លាប់ផ្លូវការលើដំបូងបន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលថ្មីនេះដែលរុញឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលដោយរាយការណ៍ថាមានតែមនុស្ស3117នាក់ប៉ុណ្ណោះដែលបានស្លាប់ក្នុងការបង្ក្រាបនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ Press TV នាថ្ងៃពុធទី21មករាឆ្នាំ2026ម្សិលមិញនេះមូលនិធិទុក្ករបុគ្គលអ៊ីរ៉ង់បាននិយាយថាមនុស្ស2427នាក់ក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងបាតកម្មគឺជាជនស៊ីវិលនិងកងកម្លាំងសន្តិសុខទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់H. Rana មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថាមនុស្ស4519នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលរលកនៃការតវ៉ារួមទាំងអ្នកតវ៉ា4251នាក់បុគ្គលិកសន្តិសុខ197នាក់មនុស្ស35នាក់ដែលមានអាយុក្រោម18ឆ្នាំនិងអ្នកឈរមើលហេតុការណ៍38នាក់ដែលខ្លួននិយាយថា38នាក់នោះមិនមែនជាអ្នកតវ៉ាឬបុគ្គលិកសន្តិសុខទេទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ខាងលើក៏បាននិយាយផងដែរថាការស្លាប់បន្ថែមចំនួន9049នាក់កំពុងស្ថិតក្រោមការត្រួតពិនិត្យនៅក្រោមការត្រួតពិនិត្យឡើងវិញបាតកម្មដែលបានចាប់ផ្ដើមកាលពីថ្ងៃទី28ខែធ្នូឆ្នាំ2025មកពីសំណាក់ក្រុមអាជីវករតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរីយ៉ាល់និងអតិផរណាក៏ដូចជាការចំណាយខ្ពស់ក្នុងជីវភាពរស់នៅបានរីករាលដាលក្លាយជាចលនាប្រឆាំងរដ្ឋាភិបាលដ៏ហិង្សានៅទូទាំងប្រទេសបើទោះបីជាសហរដ្ឋអាមេរិកជាពិសេសលោកដូណាល់ត្រាំបានដកថយមកវិញនៅការគំរាមប្រើកម្លាំងយោធាវាយប្រហារលើអ៊ីរ៉ង់នៅពេលថ្មីនេះក៏ពិតមែនប៉ុន្តែការបង្កើនវត្តមានយោធាសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ានៅតែត្រូវបានធ្វើឡើងមិនទាន់ឈប់នៅឡើយទេស្របពេលដែលអ៊ីរ៉ង់ក៏បន្តប្រមានចាត់វិធានការតបតបើសិនជាអ៊ីរ៉ង់ទទួលរងការវាយប្រហារយោងតាមរបាយការណ៍ជាច្រើនសហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយយោធារបស់ខ្លួននៅមជ្ឈិមបូព៌ាស្របពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់របាយការណ៍ជាច្រើនបានឲ្យដឹងថាយន្តហោះចម្បាំង F-15E Strike Eagle ជាង10គ្រឿងបានចាកចេញពីចក្រភពអង់គ្លេសនាថ្ងៃទី18ខែមករាក្នុងដំណើរទៅកាន់មជ្ឈិមបូព៌ាអមដោយយន្តហោះដឹកជញ្ជូន C-17 Globemaster III បញ្ជាការកណ្ដាលអាមេរិកបានបញ្ជាក់នៅថ្ងៃទី20ខែមករាសប្តាហ៍នេះថាយន្តហោះ F-15E
ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះរួចហើយទិន្នន័យតាមដានការហោះហើរប្រភពបើកចំហនិងការបង្ហាញព័ត៌មានយោធាអាមេរិកថ្មីបង្ហាញថាយន្តហោះ F-15E ចំនួន3គ្រឿងឥឡូវនេះកំពុងឈរជើងនៅមជ្ឈិមបូព៌ាយន្តហោះចម្បាំង F-16 បន្ថែមនិងយន្តហោះវាយប្រហារ A-10 Thunderbolt 2ក៏ត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយផងដែរទន្ទឹមនឹងនេះក្រុមនាវាផ្ទុកយន្តហោះវាយប្រហារ USS Abraham Lincoln កំពុងបន្តសកម្មភាពរបស់ខ្លួនទៅកាន់តំបន់នេះដោយដកស្រង់ទិន្នន័យតាមដានសមុទ្រនៅថ្ងៃទី20មករាមន្ត្រីអាមេរិកបាននិយាយថាក្រុមនាវាផ្ទុកយន្តហោះបានឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាដោយបិទឧបករណ៍បញ្ជូនសញ្ញារបស់ខ្លួនអ៊ីរ៉ង់បានឆ្លើយតបនាថ្ងៃពុធ21មករាសប្តាហ៍នេះជាមួយនឹងការព្រមានសងសឹករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បាននិយាយថាការវាយប្រហារថ្មីណាមួយប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់គណៈសង្កត់ធ្ងន់ថាទីក្រុងតេហ៍រ៉ង់នៅតែបើកចំហចំពោះការសម្រេចបានកិច្ចព្រមព្រៀងដោយយុត្តិធម៌លោកបានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនចូលរួមជាមួយនឹងអ៊ីរ៉ង់ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកទូតរដ្ឋរបស់អ៊ីរ៉ង់បានបញ្ជាក់អំពីការស្លាប់របស់អ្នកតវ៉ាដោយការប្រឆាំងរដ្ឋាភិបាលមានត្រឹមតែ3117នាក់ប៉ុណ្ណោះទូតរដ្ឋអ៊ីរ៉ង់បានចេញផ្សាយចំនួនអ្នកស្លាប់ជាផ្លូវការដំបូងពីការប្រឆាំងតវ៉ារដ្ឋាភិបាលថ្មីដែលរុញឲ្យប្រទេសនេះធ្លាក់នៅក្នុងភាពចលាចលដោយរាយការណ៍ថាមានមនុស្សតែ3117នាក់ប៉ុណ្ណោះដែលបានស្លាប់អំឡុងការបង្ក្រាបសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយ Press TV នៅថ្ងៃ21មករាសប្តាហ៍នេះគឺមូលនិធិបុគ្គលអ៊ីរ៉ង់បាននិយាយថាមានមនុស្ស2427នាក់ក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងបាតកម្មគឺជាជនស៊ីវិលនិងកងកម្លាំងសន្តិសុខទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថាមានមនុស្ស4519នាក់ត្រូវបានសម្លាប់អំឡុងពេលរលកនៃការតវ៉ារួមទាំងអ្នកតវ៉ាចំនួន4251នាក់បុគ្គលិកសន្តិសុខ197នាក់មនុស្ស35នាក់ដែលមានអាយុក្រោម18ឆ្នាំនិងអ្នកឈរមើលហេតុការណ៍38នាក់ដែលខ្លួននិយាយថា38នាក់នោះមិនមែនជាអ្នកតវ៉ាឬបុគ្គលិកសន្តិសុខនោះទេទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់បញ្ជាក់ទៀតថាការស្លាប់បន្ថែមចំនួន9049នាក់កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យជនប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានលើកឡើងថាចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបភាពរំជើបរំជួលដែលបានកើតឡើងក្នុងការតវ៉ារយៈពេលប្រមាណសប្តាហ៍កន្លងទៅនេះជាការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនោះតួលេខអ្នកស្លាប់គឺមានតែត្រឹមតែ3117នាក់ទេខណៈពេលដែលកន្លងមកមានរបាយការណ៍ថាមានដល់ទៅ5000នាក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយចំនួនអ្នកស្លាប់ផ្លូវការដំបូងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលថ្មីនេះដែលរុញឲ្យប្រទេសនេះធ្លាក់ទៅក្នុងភាពចលាចលដោយរាយការណ៍ថាមានតែមនុស្ស3117នាក់ទេដែលបានស្លាប់ក្នុងពេលបង្ក្រាបនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយសារព័ត៌មាន Press TV នៅថ្ងៃពុធទី21មករាម្សិលមិញនេះមូលនិធិទុក្ករបុគ្គលអ៊ីរ៉ង់បាននិយាយថាមនុស្ស2427នាក់ក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងបាតកម្មគឺជាជនស៊ីវិលនិងកម្លាំងសន្តិសុខទីភ្នាក់ងារសារព័ត៌មាន H-Rana មានមូលដ្ឋាននៅអាមេរិកបាននិយាយថាមនុស្ស4519នាក់ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលរលកនៃការតវ៉ារួមទាំងអ្នកតវ៉ា4251នាក់បុគ្គលិកសន្តិសុខ197នាក់មនុស្ស35នាក់ដែលមានអាយុក្រោម18ឆ្នាំនិងអ្នកឈរមើលហេតុការណ៍38នាក់ដែលខ្លួននិយាយថា38នាក់នោះមិនមែនជាអ្នកតវ៉ាឬបុគ្គលិកសន្តិសុខនោះទេមានប្រភពខ្លះទៀតបានដឹងថាអ្នកស្លាប់អាចមានដល់ទៅ5000នាក់ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ H-Rana ខាងលើនេះក៏បានដឹងផងដែរថាការស្លាប់បន្ថែមទៀតដែលលើកឡើងក្រៅពីនោះកំពុងស្ថិតក្រោមការត្រួតពិនិត្យនៅឡើយបាតកម្មដែលបានចាប់ផ្ដើមនាថ្ងៃទី28ខែធ្នូឆ្នាំ2025មកពីសំណាក់ក្រុមអាជីវករតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរៀលនិងអតិផរណាក៏ដូចជាការចំណាយខ្ពស់ក្នុងជីវភាពរស់នៅបានរៀលដាលជាចលនាប្រឆាំងរដ្ឋាភិបាលដ៏ហិង្សានៅទូទាំងប្រទេសងាកមកកាន់ព័ត៌មានតាក់ទងទៅនឹងក្រុមប្រឹក្សាសន្តិភាពដែលលោក Donald Trump បានបង្កើតឡើង